បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងយើងមើលតាមបច្ចេកទេសរបស់យើងណាបាទអញ្ចឹងមានបងប្អូនអរគ្នាបាទនេះ moving ខ្សែលេខ400ពណ៌លឿងដែលខ្ញុំតែងតែប្រាប់បងប្អូនណាបាទហើយយើងមើល time frame នេះបាទ time frame យើងមើលកន្លែងនេះក៏បានដែរ15នាទីយើងមើលកន្លែងនេះក៏បានដែរណា time frame ណាបាទ time frame 15នាទីប៉ះខ្សែ moving average ខ្សែលេខ400ឃើញប៉ះឡងច្បាច់ទេបាទអ្នកវាយកន្លែងហ្នឹងបានលុយឃើញទេឥឡូវនេះខ្ញុំវាយបានមួយជើងហើយឥឡូវខ្ញុំដកខ្លួនចេញបានហើយបាទអញ្ចឹងបងប្អូនអាចប្រើ time frame 15នាទី30នាទីនិង1ម៉ោងនៅក្នុងខ្សែ moving average ខ្សែលេខ400បាទភាគច្រើនគឺត្រូវខ្លាំងពេលដែលរត់ឆ្ងាយអញ្ចឹងហើយយើងមើលថាតំបន់ដែលវារត់អស់ខ្យល់អញ្ចឹងណានេះយើងមើលពីក្រោមដែលវាដើរពីក្រោមនេះយើងមើលតម្លៃនេះមកគឺវារត់ពី4020មកបាទហើយឡើងដល់4070បងប្អូនណាមកដល់នេះអញ្ចឹងមកវាយកន្លែងហ្នឹងណាមិញឡងហើយណាអញ្ចឹងមកដល់កន្លែងនេះយើងអត់ទាន់វាយទៀតទេបាទយើងវាយហើយមួយសារយើងសម្រាប់ទៅណាបាទពេលវាប៉ះលើកទី1គឺយើងវាយទៅលើកទី2យើងកុំវាយណាបាទព្រោះវាអាច break ទៅទៀតវាមាន resistance គ្នាទៀតបាទវាអាចរត់ទៅរោហ្នឹងឬមួយក៏យើងអាចដំឡើង time frame ដល់កន្លះម៉ោងទៅជើងទឹកដៅវានៅកន្លែងហ្នឹងនេះឃើញទេបាទ time frame 4ម៉ោងtime frame 10សុំទោស time frame 30នាទីហ្នឹងខ្សែលេខ400ដដែលបាទគឺរងចាំនៅកន្លែងនេះ4100អញ្ចឹងវានៅខ្ទង់30 40លេខទៀតមកដល់កន្លែងនេះបងប្អូនអាចវាយឲ្យ hold ចូលវែងបានហើយបាទអានេះវាចង់ទើជើងទី1អញ្ចឹងហើយយើងយកបានតែខ្លីអត់បានវែងណាតែបើដល់តម្លៃនេះហើយគឺយើងអាច hold វែងបានណាហ្នឹងហើយអញ្ចឹងរបៀបមើល moving average គេធ្វើអញ្ចឹងបងប្អូនណាបាទ